រឿងសត្វក្អែកការកូនសេចក្តីដំណាលថាមានសត្វក្អែកមួយនៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ថ្ងៃមួយក្អែកនោះក៏បានប្រុងរៀបចំការកូនឲ្យមានគូស្រករស្ដេចក្អែកក៏ចាត់ឲ្យពួកពលខ្លះហៅភ្ញៀវសត្វទាំងអស់មកស៊ីការចាត់ពលខ្លះទៀតឲ្យហើររកចំណីផ្លែឈើស្រូវអង្ករត្រីសាច់គ្រប់មុខទាំងអស់ដើម្បីយកមករៀបចំទទួលភ្ញៀវសត្វលុះដល់ថ្ងៃកំណត់រៀបចំផ្គុំកូនប្រុសស្រីទាំងពីរហើយពពួកសត្វទាំងអស់ដែលស្ដេចក្អែកបានអញ្ជើញបានមកជួបជុំគ្នាយ៉ាងកក្រឹកកក្រែងស៊ីផឹកសប្បាយស្រែកហូរកញ្ជ្រៀវលាន់ទ្រហឹងពេញព្រៃនិយាយពីសត្វអណ្ដើកដែលស្ដេចក្អែកបានអញ្ជើញដែរក៏ខំវារកខ្វេខ្វះទៅនឹងគេដែរតែដែលហេតុជើងគាត់ខ្លីពេកក៏មកដល់ក្រោយគេលុះទៅដល់ដើមត្នោតដកកមើលទៅលើឃើញពពួកសត្វគេស៊ីផឹកសប្បាយអ៊ូអរយ៉ាងក្រៃលែងក៏នឹកឃ្លានស្រក់ទឹកមាត់មិនដឹងគិតអ្វីធ្វើម្ដេចនឹងឡើងទៅលើចុងត្នោតបានពេលនោះស្រាប់តែមានពស់មួយលូនមកដល់អណ្ដើកក៏សួរទៅពស់ថាបងពស់ទៅណាដែរពស់ឆ្លើយថាខ្ញុំទៅស៊ីការកូនបងក្អែកចុះបងអណ្ដើកឯងមកទីនេះធ្វើអីដែរអណ្ដើកក៏ឆ្លើយថាខ្ញុំបំរុងនឹងទៅស៊ីការកូនបងក្អែកដែរពស់ថាបើដូច្នោះចូលបងអណ្ដើកឯងខំកន្ទុយខ្ញុំមកខ្ញុំនឹងលូនយោងឡើងទៅលើតែសូមប្រយ័ត្នមាត់បន្តិចអណ្ដើកត្រេកអរណាស់ក៏ខំកន្ទុយពស់ភ្លាមពស់ក៏លូនឡើងទៅលើចុងត្នោតលុះទៅដល់កត្នោតស្ដេចក្អែកក្រឡេកឃើញអណ្ដើកក៏ស្រែកសួរជាការគួរសមថាយីបងអណ្ដើកអញ្ជើញមកដែរអណ្ដើកភ្លេចខ្លួនឆ្លើយទទួលនឹងពាក្យគួរសមវិញថាបាទមួយរំពេចនោះអណ្ដើកក៏របូតមាត់អំពីកន្ទុយពស់ធ្លាក់ខ្ពកមកដល់ដីបណ្ដាលឲ្យខ្ទាំខ្ទោកទៅជាស្នាមរហូតមកដល់សពថ្ងៃនេះឯងចំណីម្ហូបអាហារដែលបំរុងនឹងបានស៊ីក៏ខានបានស៊ីថែមទាំងមានគ្រោះថ្នាក់ដល់ស្រាំឆ្នោកទៀតហេតុនេះហើយបានជាមានពាក្យចាស់តែងតែនិយាយឲ្យមនុស្សយើងដែលគេហៅជប់លៀងឬបរិភោគអាហារក្នុងពិធីមួយមនុស្សដែលគេហៅនោះពុំទាន់ពេលម្ហូបអាហារក៏អស់ទៅលួសមនុស្សនោះទៅដល់ក្រោយគេនិយាយឲ្យថាមនុស្សមាត់អណ្ដែករឿងសត្វរមាសរមាសជាសត្វព្រៃមានប្រក្រតីនៅតែក្នុងព្រៃជានិច្ចសត្វនេះបរិភោគបន្លាជាអាហារហើយផឹកតែទឹកល្អបើគ្មានទឹកល្អទេវាយកជើងជ្រុំឲ្យទាល់តែល្អទើបវាផឹកនៅលើខ្នងសត្វនោះមានដុះសាច់មួយស្រទាប់មើលទៅហាក់ដូចជាអានសេះមានស្បែកក្រោតក្រៀតអំពីកំណើតជ្រៅខ្លះរាក់ខ្លះជាជំរកនៃសត្វល្អិតមានខ្ទួយជាដើមសត្វនេះជាទីប្រាថ្នានៃព្រានព្រៃព្រោះថាសាច់ឈាមស្បែករោមសរសៃលិមួកនិងទឹកមូតរបស់វាសុទ្ធសឹងតែជាឱសថយ៉ាងវិសេសទាំងអស់រមាសមានជើងមុខជើងក្រោយប្រហែលនឹងជើងដំរីតែមិនធំដល់ដំរីទេប្រហែលប៉ុនក្របីព្រៃណាស់ដែលធំបាតជើងមានក្រឡា4ជ្រុងដោយក្រឡាចក្រង្គវាច្រើនរស់នៅក្នុងហ្វូងដំរីជាសត្វមានអានុភាពជាងដំរីព្រោះដំរីខ្លាចរមាសណាស់រមាសបានជាមានរូបរាងដូចពណ៌នាមមុខនេះដោយសារមានកំណើតដើមក្នុងព្រេងនិទានមួយថាកាលនោះមានស្ដេចមួយអង្គមាននាមពុំប្រកបទ្រង់មានជាប់ជំពាក់ប្រតិប្រតិព័ន្ធលើស្ត្រីម្នាក់ឈ្មោះនាងមុខរាយប់មួយព្រះអង្គទ្រង់គង់លើរមាសជាទីនាងជាមួយអាមាត្យជាទីប្រមក់ធ្វើដំណើរទៅកាន់លំនៅនាងមុខរានោះទៅបានពាក់កណ្ដាលផ្លូវព្រះអង្គទ្រង់យល់ស្ត្រីម្នាក់មានរូបរាងភិនភាដូចនាងមុខរាតែលុះព្រះអង្គពិនិត្យបញ្ជាក់ទៅក៏យល់ថាច្រឡំទេទើបព្រះអង្គទ្រង់យាងហួសទៅប្រញាប់ឲ្យបាល់ទីដាវឆាប់កាលបើបានទៅដល់ហើយព្រះអង្គទ្រង់បញ្ជាឲ្យនាយទុំជាត្រមាក់
ចងរមាសនៅក្រោមដើមក្រសាំងហើយព្រះអង្គយាងចូលទៅក្នុងផ្ទះនាងមុខរានាងនោះកាលបើឃើញស្ដេចយាងដល់ហើយក៏ស្ទុះមកគួរសំណេះសំណាលនឹងព្រះមហាក្សត្រតាមការលោកីហើយក៏បង្គំទូលសួរព្រះអង្គថាព្រះអង្គយាងមកនេះដោយយានពីហនអ្វីពេលនោះព្រះរាជាទ្រង់តបថាបងមកដោយសាររមាសឥឡូវបងចងទុកក្រោមដើមក្រសាំងពេលនោះសត្វរមាសស្ដាប់មិនច្បាស់ឮខ្លះមិនឮខ្លះឮត្រង់កន្ទុយពាក្យថាដើមក្រសាំងក៏ចូលចិត្តយល់ថាព្រះមហាក្សត្រថាព្រះអង្គទ្រង់យាងដោយដើមក្រសាំងទៅវិញពុំមែនមកដោយខ្លួនទេម្ល៉េះហើយក៏កើតអាអន់ស្រពន់ចិត្តជាខ្លាំងដោយនឹកឃើញថាខ្លួនមានសេចក្តីស្មោះត្រង់នឹងព្រះអង្គណាស់ខំយកអាសាព្រះអង្គជូនមកទាំងយប់អាត្រៀតងុកងុយយ៉ាងណាក៏ស៊ូទ្រាំឥឡូវស្ដេចទៅជាយាងមកដោយដើមក្រសាំងទៅវិញលុះគិតទូចចិត្តខ្លាំងដូច្នេះហើយក៏ស្ទុះបោលបណ្ដាច់បំណងយ៉ាងលឿនតម្រង់ទៅព្រៃធំបដិញ្ញាក្នុងចិត្តថាលែងត្រឡប់មកពឹងពាក់នឹងមនុស្សតទៅទៀតហើយឯនាយទុំជាត្រមក់ខំរត់តាមហើយស្រែកអង្វរយ៉ាងណាក៏រមាសពុំព្រមងាកសោះគិតតែខំបោលសម្រុកទៅព្រៃតែម្ដងនាយទុំក៏រត់តាមជាប់ពីក្រោយទៅដែរព្រះមហាក្សត្រកាលបើទ្រង់ជ្រាបថារមាសបោលបណ្ដាច់ខ្សែដូច្នេះហើយស្ដេចក៏ទ្រង់យាងតាមទៅដែរលុះតាមទៅដល់វាលមួយនាយទុំបានតាមទាន់ច្រវាចាប់តោងកន្ទុយរមាសជាប់តែរមាសមិនព្រមឈប់នាយទុំបានយកជើងធាក់ដីជ្រែងដីក៏របើកទៅទាំងផ្ទាំងព្រះមហាក្សត្រទ្រង់ទាត់យល់ដូច្នេះទ្រង់ក៏ស្រែកប្រាប់ទៅទុំថាទុំលេងឮហើយទើបនាយទុំហ៊ានលេងរមាសនោះទៅឯរមាសក៏បោលចូលក្នុងព្រៃបាត់ដោយជាប់ទាំងអានដែលរចនាដោយដិនទៅផងព្រះមហាក្សត្រទ្រង់ខ្ញាល់ណាស់ទ្រង់ដាក់បណ្ដាសាតាមក្រោយដល់រមាសនោះថាចាប់ពីថ្ងៃនេះតទៅពួកឯងនេះត្រូវស៊ីតែបន្លាជាអាហារនិងផឹកតែទឹកល្អដរាបកុំបីសល់ខានព្រោះហេតុដូចនោះឯងទើបសត្វរមាសទាំងឡាយមានសាច់មួយស្រទាប់នៅលើខ្នងមើលទៅដូចជាកម្រាលមានសន្តានកំពីកំពកដោយសម្បកឈើថែមទាំងបរិភោគបន្លែជាអាហារនិងផឹកតែទឹកល្អដល់សពថ្ងៃនេះចំណែកត្រង់កន្លែងដីដែលរបើកទាំងផ្ទាំងដោយនាយទុំឈរជ្រែងនោះក៏คล้ายទៅជាបឹងមួយហៅថាបឹងទុំលេងជាប់រហូតមកហើយភូមិរបស់នាងមុខរាក៏ជាប់ហៅថាភូមិនាងមុខរារហូតមកដែរត្រង់កន្លែងដែលព្រះរាជាទ្រង់ទាត់ឃើញស្រីម្នាក់ប្រហែលនាងមុខរាក៏ឲ្យឈ្មោះថាភូមិប្រហែលឥឡូវនេះคล้ายទៅជាភូមិប្រហាក់ទៅវិញភូមិប្រហាលនោះនៅក្នុងឃុំតាឡូស្រុកបាកានខេត្តពោធិ៍សាត់